video này nhằm cắt tăngពីថ្ងៃដាក់បិណ្ឌរហូតដល់ថ្ងៃវិញ្ញាណសមហើយនេះគឺជាថ្ងៃសូត្រមន្តបិណ្ឌ8អញ្ចឹងយើងត្រូវសូត្រមន្តល្ងាចបិណ្ឌ7អញ្ចឹងបិណ្ឌរួមនៅក្នុងភូមិអញ្ចឹងពេលល្ងាចយើងត្រូវទៅសូត្រមន្តនៅវត្តជុំគ្នាមានភេសជ្ជៈមានរៀបជាភេសជ្ជៈហើយនឹងបាយម្ហូបសម្រាប់ចាស់ដែលគាត់ចូលរួមសូត្រមន្តពេលល្ងាចម្ហូបយើងមាន2មុខមានស្លម្ជូរផលិតមួយមុខហើយនឹងជ្រាំប្រហុកហើយយើងមានបន្លែកញ្ឆែតទៅសក់អីចឹងណាហើយនេះអន្សមវិចដូចជាថ្ងៃ14មុនភ្ជុំមួយថ្ងៃផ្ទះខ្ញុំវិចអន្សមមានអន្សមចេកហើយអន្សមជ្រូកដល់ថ្ងៃប្រជុំធំថ្ងៃ15ហ្នឹងអត់បានទៅវត្តទេឲ្យតែបងថ្លៃគាត់ទៅដោយសារថ្ងៃហ្នឹងភ្លៀងមួយថ្ងៃវងនេះនិយាយទៅភ្លៀងហ្មងអញ្ចឹងឲ្យគាត់ចូលចង្ហាន់ទៅប្រគេនលោកហើយត្រឡប់មកផ្ទះវិញ